សួស្តីនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបាន practice ទាក់ទងទៅនឹងការធ្វើ report នៅលើកម្មវិធី Excel វីដេអូនេះគឺជា part មួយនៃ course Advanced Excel for Reporting របស់ខ្ញុំហើយនេះក៏ជាវីដេអូចុងក្រោយដែរប៉ុន្តែមុនមកដល់វីដេអូមួយនេះគឺខ្ញុំបានបង្កើតវីដេអូចំនួន2 module នៅក្នុង course នេះដែរចឹងនៅក្នុងមួយ module គឺខ្ញុំនិយាយច្រើនទាក់ទងនឹង module ទី1គឺខ្ញុំនិយាយអំពី Advanced Formula សម្រាប់កម្មវិធី Excel ហើយ module ទី2គឺខ្ញុំនិយាយអំពីការ clean data នៅលើកម្មវិធី Excel យើងធ្វើបែបនេះគឺដើម្បីរៀបចំទិន្នន័យសម្រាប់ការធ្វើរបាយការណ៍ដូច្នេះវីដេអូនេះគឺជាវីដេអូទី2នៅក្នុង module ទី3ដែលវីដេអូទី1នៅក្នុង module ទី3គឺខ្ញុំនិយាយអំពី structure នៃ report ដូច្នេះនៅក្នុងវីដេអូនេះគឺយើងចូលទៅ practice ផ្ទាល់តែម្ដងហើយខ្ញុំនឹង walk through អ្នកទាំងអស់គ្នាពី step 0រហូតដល់ final step ហើយវីដេអូនេះជាប្រភេទវីដេអូដែលខ្ញុំអត់កាត់ទេខ្ញុំនឹង show អ្នកទាំងអស់គ្នាពី real practical តែម្ដងថាតើនៅពេលដែលខ្ញុំធ្វើ report ខ្ញុំត្រូវចាប់ផ្ដើមពីចំណុចណាជួបបញ្ហាអីខ្លះផ្លេចអីខ្លះចឹងនេះគឺជា reality នៅពេលដែលយើង practice ឬក៏យើងចូលទៅធ្វើ report នៅក្នុងក្រុមហ៊ុននីមួយៗដូច្នេះមុននឹងខ្ញុំចាប់ផ្ដើមអនុវត្តខ្ញុំចង់បញ្យល់អ្នកនរគ្នាសិនចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមាន data មួយកញ្ចប់ដែលខ្ញុំធ្វើការបង្កើតឡើងដោយខ្លួនឯងសម្រាប់ការអនុវត្តមួយនេះប៉ុន្តែដើម្បីឲ្យការអនុវត្តនេះវាមើលទៅវាលក្ខណៈពិតៗចឹងខ្ញុំបានបង្កើតក្រុមហ៊ុនសិប្បនិម្មិតមួយគឺជាក្រុមហ៊ុនគេថា phone import មួយចឹងខ្ញុំមានបុគ្គលិកផ្នែកលក់ខ្ញុំមានផលិតផលហើយខ្ញុំមានទិន្នន័យនៃការលក់ចឹងខ្ញុំនឹងយក data សិប្បនិម្មិតទាំងអស់នេះមកបង្ហាញអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលនៅក្នុងការអនុវត្តតោះនៅក្នុង Excel file នេះគឺខ្ញុំមាន template ដែលខ្ញុំបានបង្កើតហើយខ្ញុំនឹងប្រើប្រាស់ template នេះដើម្បីបញ្យល់អ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើត report ពី start to finish ចឹងក្នុង project នេះខ្ញុំមាន dashboard ខ្ញុំមាន report មួយទាក់ទងទៅនឹង sales performance នៅក្នុងរបាយការណ៍នេះយើងនឹងធ្វើការតាមដានលទ្ធផលការលក់របស់បុគ្គលិកផ្នែកលក់ឥឡូវខ្ញុំនឹងធ្វើការរៀបរាប់ពី template របស់ខ្ញុំសិនបន្ទាប់មកយើងនឹងធ្វើការប្រើយើងនឹងធ្វើការ create report នេះ from scratch ឬក៏ពីចំណុច0ទៅតែម្ដងដំបូងខ្ញុំនិយាយអំពី title អញ្ចឹងធម្មតា report ត្រូវតែមាន title គឺជាក្បាលនៅលើក្បាល report យើងត្រូវមានឈ្មោះ report នៅក្នុង report របស់ខ្ញុំគឺ sales performance គឺជា report ដែលនិយាយអំពីការលក់បន្ទាប់មកខ្ញុំមាន date ដើម្បីបញ្ជាក់ទៅឲ្យអ្នកមើល report ឲ្យគាត់ដឹងថាតើ report នេះគឺយើងរាប់ពីពេលណាទៅពេលណាពេលខ្លះយើងអាចឃើញ report នៅក្នុង report គេអាចដាក់ថា monthly report ហើយគេបញ្ចូលខែនៃ report តែនៅក្នុង report របស់ខ្ញុំនេះគឺយើងមើលនៅក្នុងខែអញ្ចឹងយើងគាត់ប្រាប់គេថា month to date គឺ report នេះរាប់ចាប់ពីថ្ងៃ1រហូតដល់ថ្ងៃ19តោះមកខ្ញុំមាន total day of month គឺជាថ្ងៃសរុបនៃខែមួយនេះតើវាមានប្រយោជន៍អីគេដល់ពេលដែលយើងធ្វើ report ពេលខ្លះយើងត្រូវការគណនាពី month on month grow យើងត្រូវការតួលេខនេះដើម្បីយកទៅធ្វើការគណនាតោះមកយើងមាន total work day ដើម្បីយើងធ្វើការ raw average ការលក់ឬក៏មធ្យមភាគនៃការលក់ប្រចាំថ្ងៃងាយស្រួលយើងនៅក្នុងការ project ឬក៏ focus ពីលទ្ធផលរហូតដល់ចុងខែខាងស្ដាំដៃខ្ញុំមាន start date និង end date ប៉ុន្តែវាអត់នៅក្នុងខែហ្នឹងឯងហេតុអីដោយសារតែនេះគឺជា helper cell ឬក៏ cell ដែលខ្ញុំប្រើសម្រាប់ជំនួយនៅក្នុងការគណនានៅក្នុងឧទាហរណ៍នេះគឺខ្ញុំប្រើវាសម្រាប់ការគណនា last 3 month average គឺជាការគណនា average ឬក៏មធ្យមភាគនៃការលក់នៅក្នុងរយៈពេល3ខែចុងក្រោយនិងចុងក្រោយខ្ញុំមាន month to date last month ដែលជាតួលេខសម្រាប់ការគណនាការលក់ធៀបពីខែនេះនិងខែមុនហើយបើសិនជាអ្នកទាំងអស់គ្នានៅពេលដែលធ្វើ report អ្នកទាំងអស់គ្នាមាន helper cell បែបនេះយើងអាចធ្វើការ hide វាចោលដោយធ្វើការ group តោះយើងអាចធ្វើការ hide ចឹងដើម្បីឲ្យ report យើងស្អាតប៉ុន្តែយើងនៅតែត្រូវការប្រភេទ cell ទាំងអស់នេះដើម្បីងាយស្រួលក្នុងការគណនាគេគឺឥឡូវតិចខ្ញុំនឹងបញ្យល់អ្នកនរគ្នានៅខាងក្រោមនេះគឺខ្ញុំមាន2ប្រអប់ឬក៏ខ្ញុំអាចហៅថា2 group អញ្ចឹង group ទី1គឺ actual performance ជាផ្នែកដែលខ្ញុំ list down ពីឈ្មោះ cell ទាំងអស់ list down ពីឈ្មោះ ASM ទាំងអស់ Area Sales Manager ហើយនឹង list down ពី region ទាំងអស់ដែលខ្ញុំអាចធ្វើការតាមដានពី salesman ម្នាក់រហូតដល់ថ្នាក់លើរបស់គាត់គឺ Area Sales Manager ឬក៏ខ្ពស់ជាងនឹងតាមដានទៅដល់ region ដែលគាត់កាន់ region ធម្មតានៅក្នុងប្រទេសឬក៏នៅក្នុងតំបន់ណាមួយយើងតែមាន region ដែលជា central ដូចជាភ្នំពេញយើងគេច្រើនរាប់ជា central ចឹងទៅបន្ទាប់មកខ្ញុំមាន target ខ្ញុំមាន actual achievement
ធម្មតា cell យើងត្រូវតែមាន target អញ្ចឹងក្នុង performance ឬក៏ cell performance យើងត្រូវមើលថា target cell របស់មួយៗប៉ុន្មានយើងមានគាត់មាន achievement ប៉ុន្មាននិងចុងក្រោយគឺយើង compare achievement ជាមួយនឹង result របស់គាត់អញ្ចឹងយើងឃើញ percentage actual ដែលវាជាតួលេខដែលបង្ហាញថាតើ cell ហ្នឹងលក់ពីថ្ងៃ1រហូតមកដល់ថ្ងៃ19ហ្នឹងគាត់ achieve បាន%ឬក៏មាន cell ណាដែលគាត់ achieve ហើយនៅក្នុងប្រអប់ទី2ខ្ញុំហៅថា projection ឬក៏ក្រុមហ៊ុនខ្លះគេហៅថា forecasting អញ្ចឹងទៅដើម្បីងាយស្រួលតាមដានពីលទ្ធផលនៃការលក់នៅពេលដែលចុងខែយើងយក projection នេះយកមកមើលដើម្បីយើងអាចធ្វើការ set reset target ឲ្យ cell ម្នាក់ឬក៏យើងអាចមើល compare performance របស់ខ្លួនឯងថាអូតើការលក់របស់ខ្ញុំខែនេះធៀបពីខែមុនមិនដែរបន្ទាប់មកខ្ញុំមាន grow គឺជាតួលេខដែលបង្ហាញអំពីការលក់ខែនេះនិងខែមុនអញ្ចឹងដូច month on month grow អញ្ចឹងគឺជាប្រភេទនៃ percentage ដែលវាបង្ហាញថាការលក់របស់ខ្ញុំល្អជាងឬក៏អន់ជាងខែមុនតែខ្ញុំត្រូវ improve នៅចំណុចណាតោះខ្ញុំមាន average last 3 month គឺជាតួលេខការលក់3ខែចុងក្រោយរបស់ខ្ញុំគិតជា average ឧទាហរណ៍ថាមួយខែខ្ញុំលក់បាន10000អញ្ចឹងក្នុងរយៈពេល3ខែចុងក្រោយក្នុងមួយខែយ៉ាងហោចណាស់ក៏ខ្ញុំលក់បាន10000ដែរអញ្ចឹងលេខនេះសំខាន់ដើម្បីខ្ញុំអាចធ្វើការ estimate ពីការលក់របស់ខ្ញុំដើម្បីឲ្យដឹងថាអូខែនេះខ្ញុំគួរទៅលក់ឲ្យបានប៉ុណ្នេះឬក៏ខែក្រោយមួយទៀតខ្ញុំគួរលក់បានប៉ុណ្នេះហើយចុងក្រោយយើងមាន run rate គឺជាតួលេខ forecasting ដែលពីច្រើនគឺគេយក average per day យកទៅគុណជាមួយនឹងថ្ងៃសរុបនៃការធ្វើការដូចខ្ញុំឧទាហរណ៍អញ្ចឹងគឺយើងយក average យកទៅគុណជាមួយ30ថ្ងៃ let's say ថាក្នុងរយៈពេល30ថ្ងៃតែខ្ញុំនឹង achieve target របស់ខ្ញុំអត់បើសិនជាមួយថ្ងៃហ្នឹងខ្ញុំលក់បានប៉ុណ្ណឹងតោះឥឡូវអញ្ចឹងខ្ញុំនឹង start report នេះ from scratch យើងនឹងទៅរៀនធ្វើទាំងអស់គ្នាអូខេអញ្ចឹងនៅក្នុងកម្មវិធីដដែលឬក៏ file ដដែលនេះគឺខ្ញុំបង្កើត sheet មួយទៀតគឺ practice report អញ្ចឹងនៅក្នុង practice report ខ្ញុំនឹងធ្វើការបង្កើតរបាយការណ៍ដំបូងខ្ញុំនិយាយពី grid សិនជាទូទៅខ្ញុំអត់ដែលបង្ហាញ grid ទេអញ្ចឹងខ្ញុំចូល view ខ្ញុំ hide grid ចោល grid គឺជាខ្សែបន្ទាត់ដែលឲ្យយើងងាយមើលតកតងទៅនឹង cell ប៉ុន្តែតកតងនឹង report ពេលយើង build យើងអាច remove វាចោលដើម្បីឲ្យវា pop up មកវាឃើញ report យើង better ដោយសារតែពេលខ្លះយើងដាក់ grid ទៅវាឃើញវាលាយឡំគ្នាអញ្ចឹងដំបូងខ្ញុំបង្កើតជា title សិន report title cell performance ចូលឡើង home ខ្ញុំយកលេខ36ដំបូលដើម្បីវាមើលទៅឃើញធំហើយខ្ញុំត្រូវបញ្ចូល month to date គឺជាថ្ងៃខែដែលបញ្ជាក់ពី report របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ថ្ងៃទី19 April 2025ដោយសារតែខ្ញុំចូលទៅមើលនៅក្នុងរបាយការណ៍ simulate របស់ខ្ញុំគឺវាមានត្រឹមថ្ងៃទី16 ខែ 4ចឹងយើងមានថ្ងៃទី16ខែ 4យើងចូលមកកាន់ practice report វិញខ្ញុំបង្កើតមួយទៀតគឺ work today គឺ16ថ្ងៃមិនផ្អែកទៅលើ report ដែលខ្ញុំបង្ហាញតោះមកខ្ញុំដាក់ underline មួយសិនដើម្បីបញ្ជាក់ថានេះគឺជា header ឬក៏ជា title របស់ report ខាងក្រោមនេះខ្ញុំប្រើពាក្យ actual សិន moment ហើយតមកគឺដំបូងបំផុតដោយសារតែនេះជា report ទៅនឹង cell performance អញ្ចឹងយើងត្រូវដាក់ឈ្មោះ cell ទាំងអស់តាមរយៈខ្ញុំមាន sheet មួយទៀតគឺ cell master ដែលបង្ហាញពីព័ត៌មានរបស់ cell អូខេអញ្ចឹង to be very basic អ្នកទាំងអស់គ្នាអាចប្រើមធ្យោបាយអីក៏បានដែរប៉ុន្តែខ្ញុំនឹងបញ្យល់ពីរបៀបក្នុងការធ្វើដែលសាមញ្ញបំផុតសម្រាប់អ្នកដែលអត់ធ្លាប់ធ្វើ report សោះអញ្ចឹងដំបូងយើង copy ឈ្មោះរបស់គាត់សិនតមកចូលឡើង practice report ហើយយើង pass ជា number ដើម្បីយើង remove គ្រប់បែបយ៉ាងចោលសិនតមកខ្ញុំ remove កន្លែង age រហូតដល់ province នេះហេតុអីព្រោះខ្ញុំត្រូវការព័ត៌មានហ្នឹងឯងខ្ញុំទុកតែ ASM និង region អញ្ចឹងដោយសារតែទាញមកវាអត់
đôi vậy để nhóm bà hai nàyទាំងអស់គ្នាចឹងតែសារនេះគឺខ្ញុំធ្វើបែប real practical ហ្មងយើងមិនមែនប្រកាសថាដល់ពេលដែលគ្រប់ពេលដែលយើងធ្វើ report គឺអ្វីៗគឺស្អាតរៀបរយទេចឹងនេះគឺជារបៀបក្នុងការសាមញ្ញមែនទែនក្នុងការបង្កើតវាមានភាពច្បាស់ប៉ុណ្ណឹងវាមាន error ហើយយើងត្រូវ fix all along the way ខ្ញុំខាត់អាហ្នឹងសិនខ្ញុំដាក់នៅខាងមុខសិនចឹងខ្ញុំមាន region ខ្ញុំមាន sales manager area sales manager និងចុងក្រោយខ្ញុំមាន full name ជាឈ្មោះ sales ខ្ញុំផាននេះចឹងយើងចាប់ដាក់ដេញពី sales ដល់ area sales manager ឬដល់ region ចឹងទាញអាហ្នឹងមកពីម្ដងទៀតចឹងដាក់ខាងក្រោមមកចឹងខ្ញុំ select sales ឲ្យងាយស្រួលមើលបន្តិចតមកកន្លែងនេះត្រូវហើយ full name ខ្ញុំចង់ change ពី full name ទៅជា salesman វិញតមកខ្ញុំចង់នឹង target របស់គាត់ឥឡូវខ្ញុំបញ្ចូល target ពេល track ពី performance របស់ sale គឺយើងត្រូវតែមាន column ហ្នឹងយើងគួរតែ start ពី target តមកយើងមាន actual ឥឡូវខ្ញុំចុចស្មើ sum if f តមកខ្ញុំវាឲ្យបញ្ចូល sum rank សម្រាប់រូបមន្ត sum if f នេះអ្នកនរគ្នាអាចចូលទៅមើលវីដេអូមុនៗរបស់ខ្ញុំបានតមកយើងចូលកន្លែង targetតមកខ្ញុំ select ជួ e ហេតុអីនេះគឺជា target តមកខ្ញុំចុចក្បៀ1ខ្ញុំចុចកន្លែង salesman name ជួ c ក្បៀមួយទៀតតមកខ្ញុំចូលកន្លែង practice report វិញខ្ញុំ select ឲ្យចំឈ្មោះ sale តមកខ្ញុំបន្ទោចចុច enter តមកនេះយើងឃើញហើយគឺប៉ុណ្ណឹងខ្ញុំចុច copy control c មកហើយយើងចុច select cell ទាំងអស់ហ្នឹងខ្ញុំចុច mouse ស្ដាំចុច pass អូខេអញ្ចឹងខ្ញុំឃើញថាមាន cell ខ្លះក៏អត់មាន target ដែរអញ្ចឹងខ្ញុំអត់គួរទុកគាត់ទេអានេះ real practical ហ្មងដោយសារតែពេលខ្លះយើងមាន cell 20នាក់តែมันប្រកាសថា cell ទាំងអស់ហ្នឹងគាត់ active ទាំងអស់ទេអញ្ចឹងដល់ពេលយើង copy ឬក៏យើងបង្កើតជា report យើងនឹងដឹងភ្លាមថាអូតែបើ cell មួយនាក់នេះគាត់អត់មាន target ទេឬក៏ cell ហ្នឹងគាត់អាចឈប់អញ្ចឹងគាត់អាច remove គាត់ចេញមកប៉ុន្តែពេលខ្លះក៏យើងត្រូវ check មើលដែរយើងត្រូវ sum កន្លែង target នេះមើលឧទាហរណ៍ថាខ្ញុំ sum ទៅខ្ញុំឃើញ 195,000 ត្រូវទេអញ្ចឹងខ្ញុំចូលកន្លែង target ខ្ញុំ select កន្លែង target មកនេះខ្ញុំឃើញ 195,000 អូខេត្រូវហើយអញ្ចឹងដល់ពេលយើង confirm ថាវាត្រូវហើយយើងគ្រាន់តែលុប cell ទាំងអស់ហ្នឹងចោលទៅអញ្ចឹងខ្ញុំមាន target copy បើសិនជាយើងអត់ចង់ផ្ដាច់រូបមន្តក៏បានដែរតោះមកខ្ញុំទៅមើល actual performance វិញអញ្ចឹងខ្ញុំវាយពី actual តោះមកខ្ញុំប្រើរូបមន្ត sum if ដែរមក sum if as if តោះមកខ្ញុំចូលទៅកាន់ line នេះជា result នៃការលក់របស់គាត់អញ្ចឹងខ្ញុំចុច line phone summary មកតោះមកខ្ញុំចូលកន្លែងខ្ញុំ select ជួរយើងធម្មតានៅក្នុង sum if គឺយើង select ជួរដំបូងបំផុតគឺជួរបូកតួលេខទាំងអស់យើងក្បៀសមួយមកតោះមកដោយសារនៅក្នុង report នេះជា monthly report ហើយខ្ញុំ track តែមួយខែអញ្ចឹងបើខ្ញុំ select sale យក salesman យកហ្មងគឺ error ភ្លាមអញ្ចឹងខ្ញុំត្រូវតែបញ្ជាក់ប្រាប់ថាខ្ញុំ select យកឆ្នាំ2025ស្មើនឹង2025វាមួយសិនតោះមកខ្ញុំត្រូវបញ្ជាក់ទៀតព្រោះតួលេខរបស់យើងគឺយើងគិតខាង4អញ្ចឹង select ម៉ាន់មកជួរនេះគឺជួរ i នេះគឺជួរម៉ាន់គឺវាមួយបើមួយចោស្មើខាង4គឺវាមួយទៀតបានយើងដល់កន្លែងឈ្មោះ cell អញ្ចឹងខ្ញុំ select salesman name តោះមកខ្ញុំចូលទៅកន្លែង practice report ខ្ញុំ select ឈ្មោះ cell ទី1ខ្ញុំបានមួយចោអូដោយសារយើងសេខុសអញ្ចឹងខ្ញុំ change មួយសិនខ្ញុំចូលទៅកាន់ phone cell យើង select នៅជួរ D វាមួយសិនខ្ញុំចូល practice report នោះទៀតខ្ញុំជួយវាសុកដែរខ្ញុំចុច enter អូខេអញ្ចឹងឃើញថាគាត់លក់បាន 5,000 ខ្ញុំចុច copy តមក select តែក្រុមទាំងអស់ចុច paste formula ឥឡូវយើងមាន target យើងមាន result តមកខ្ញុំត្រូវបង្កើត actual មួយទៀត percentage actual គឺជាលេខដែលយើងវាស់ស្ទង់មើលថានេះបើសិនខ្ញុំដាក់ target ឲ្យគាត់ប៉ុណ្ណឹងតាមបន្ទល់ថ្ងៃហ្នឹងគាត់ achieve បានប៉ុន្មានហើយអញ្ចឹងខ្ញុំចុចកន្លែងនេះមកស្មើយក actual ចែកជាមួយនឹង target
ចឹងជាក្បៀសយើងគាត់ select លើនឹងមកតមកខាងលើនេះយើងត្រូវ select យក percentage អូខេចឹងយើងនឹងឃើញ percentage គាត់ achieve បាន 29% ខ្ញុំ select ដេញរហូតមក pass formula ដូចគ្នាខ្ញុំត្រូវ select ឡើងនេះហើយចុច percentage ឬក៏នៅលើ keyboard យើងចុចshift control លេខ 5 បន្ទាប់មកយើងបានប៉ុណ្្នឹងហើយទៅឥឡូវខ្ញុំនឹងរៀបចំ power up មួយសិនដំបូងខ្ញុំ select data ទាំងអស់ឥឡូវខ្ញុំបញ្ចូល total សិនចុច Alt ស្មា អញ្ចឹងវា sum up ជា total របស់ខ្ញុំហើយកន្លែងនេះគឺដូចគ្នាខ្ញុំ copy pass វាជា formula ហើយយើងចុច control shift ទី 5 pop ចេញវា100ឲ្យឥឡូវខ្ញុំបានប៉ុណ្្នឹងហើយប៉ុន្តែវាគ្រាន់ជាគ្រូអញ្ចឹងត្រូវបញ្ចូលព័ត៌មានទៅខ្ញុំត្រូវមាន total កន្លែងនេះគឺជាជួរ total ដាក់ bold សិនមកដើម្បីចាក់បន្ទាត់ជុំវិញបានគឺយើងចូលកន្លែងនេះគឺ home វាមានរូបមួយគឺដូច border អញ្ចឹងគឺវាមានគូបន្ទាត់នេះ bottom border ចុចលើនឹងមកតមកយើងចូល more border កន្លែងនេះគឺយើងដើម្បីងាយស្រួលក្នុងការគ្រប់គ្រង style អញ្ចឹងខ្ញុំដាក់ style ព័ទ្ធជុំវិញខ្ញុំដាក់ style នៅក្នុងចុចពីអូខេអញ្ចឹងយើងបានជាគំរូជាគេហៅថា template មួយហើយអូខេ template របស់យើងគឺបើអ្នកទាំងអស់នេះទៅមើលវីដេអូមុនរបស់ខ្ញុំគឺទី1យើងមាន dimension ในការឆ្វេងអញ្ចឹង dimension របស់ខ្ញុំគឺមាន hierarchy ទៀតមានថ្នាក់របស់វាអញ្ចឹងពី salesman បន្ទាប់មកយើងឡើងមកតង់ទៀតយើងដល់ area sales manager ហើយនៅពីលើហ្នឹងគឺយើងមាន region ហេតុអីហើយបន្ទាប់មកយើងមាន measurement ដូចខ្ញុំបានប្រាប់អញ្ចឹងវាគឺជា key សម្រាប់ធ្វើការ track តាមដានមើលអញ្ចឹង measurement វាអាចមានជា target វាមានជា actual វាមាន percentage actual នៅពេលដែលអ្នកទាំងអស់គ្នាធ្វើ report អ្នកទាំងអស់គ្នាបានយកពីច្រើនហ្នឹងអញ្ចឹងឥឡូវខ្ញុំ select bold ទាំងអស់ហើយខ្ញុំយក14ធំពេកខ្ញុំយក12បន្ទាប់មកកន្លែង total នេះខ្ញុំអត់ចង់ឲ្យឃើញ3បន្ទាត់ប្រហោងអញ្ចឹងទេគឺខ្ញុំប្រើ merge cell ដើម្បីបង្ហាញវាតែ total ទេអញ្ចឹងមើលទៅគឺវា clean ស្អាតប៉ុន្តែអ្នកទាំងអស់នេះក៏ត្រូវប្រយ័ត្នដែរពេលប្រើ total ជួនកាលខ្ញុំប្រើ merge cell បើសិនជាពេលខ្លះយើងត្រូវការមើលជា filter ជាងគាត់ឡើង merge តោះមកយើងអាចដាក់កន្លែងនេះ sort and filter យើងប្រើ filter បានអញ្ចឹងខ្ញុំអាចមើល region បានឧទាហរណ៍ខ្ញុំចង់មើលតា central ចុច OK មកអញ្ចឹងវាបង្ហាញព័ត៌មានតា central ខ្ញុំចុច control Z ដើម្បីធ្វើការ return វិញហើយខ្ញុំ merge cell នេះម្ដងទៀតអញ្ចឹង report នេះយើងអាចមើលតាំងពី level cell រហូតដល់ cell manager រហូតដល់ country sales director ឬក៏ head of sales បានសារនេះគឺជាយើង summarize sales ទាំងអស់ហើយទោះបីជាក្នុង example នេះវាមានតែប្រហែល sales ទេតែនេះជា real example វាទៅតាមក្រុមហ៊ុនណាតូចធំឬក៏មធ្យមឬធំអញ្ចឹងទៅយើងមាន sales ច្រើនទេយើងមាន hierarchy ផ្សេងតោះមកខ្ញុំចូលចិត្តដាក់ពណ៌ធម្មតា header យើងត្រូវតែមានពណ៌ដូច្នេះពណ៌ header យើងអាចចាក់បាននៅកន្លែងធុង spectral នេះខ្ញុំចុចពណ៌នេះមកកន្លែងនេះគឺខ្ញុំចង់បញ្ជាអ្នកទាំងអស់គ្នានេះគឺធម្មតាយើងចង់ឲ្យ report វា look professional យើងគួរជ្រើសរើសពណ៌ណាដែលបែប professional អញ្ចឹងពណ៌បែប professional គឺវាយើងអាចយកពណ៌រាងចាស់អូខេអញ្ចឹងពណ៌នៅក្រោមជួរនេះគឺពណ៌រាងចាស់ហើយប៉ុន្តែកុំប្រើពណ៌ខ្មៅច្រើនអត់ល្អទេហើយក៏កុំប្រើពណ៌ស្រស់ដែរនៅក្នុង report នៅពេលដែលយើងប្រើពណ៌ស្រស់វាអត់ look professional អ្នកទាំងអស់គ្នាអាចយល់បានថាពណ៌យើងធម្មតាហ្នឹងដូចអាវធំអញ្ចឹងអាវធំឬអាវ grocery អញ្ចឹងគឺពីច្រើនគឺពណ៌ខៀវឬពណ៌ខ្មៅអត់ដែលមានពណ៌បៃតងឬក៏ពណ៌ទឹកក្រូចតែថាពណ៌ហ្នឹងវាមានគេស្លៀកពាក់ដែរប៉ុន្តែវាមិនមែនជាពណ៌មួយដែល show ថា how professional you are ពីច្រើនគឺ professional people គឺជឿពាក់ពណ៌ខៀវឬពណ៌ខ្មៅសម្រាប់ខ្ញុំស្រឡាញ់ពណ៌ខៀវដោយសារតែពណ៌ខៀវវា convince ខ្ញុំថាអាហ្នឹងវា more on technology វា more professional យើងមើលថាខ្ញុំ example អីខ្លី AVA ក៏ពណ៌ខៀវដែរហ្នឹងអញ្ចឹងពណ៌វា represent តំណាងឲ្យអីមួយអញ្ចឹង in color theory ឬក៏គេហៅថាទ្រឹស្ដីពណ៌ហ្នឹងគឺយើងត្រូវជ្រើសរើសពណ៌ណាឲ្យត្រូវជាមួយនឹងស្ថានភាពហើយនៅឧទាហរណ៍នេះចឹងខ្ញុំធ្វើជារបាយការណ៍ខ្ញុំចង់ឲ្យវាមើលមក look professional អញ្ចឹងខ្ញុំយកពណ៌ខៀវតិចដូចគ្នាអញ្ចឹងបើសិនជាខ្ញុំជ្រើសរើសពណ៌ខាងក្នុងពណ៌ក្រមៅមិនថាពណ៌ខៀវក្រមៅបៃតងក្រមៅខ្ញុំត្រូវចាំថាខ្ញុំត្រូវតែជ្រើសរើស font ខាងក្នុងពណ៌សអញ្ចឹងអានេះគឺវាតកតង color theory ដែរធម្មតា
បើសិនជាខ្ញុំមាន background ខ្មៅស្អាតហើយខ្ញុំទៅដាក់ពណ៌ខ្មៅស្អាតទៀតគឺ report ហ្នឹងគឺអក្សរហ្នឹងគឺមើលលេងឃើញមកដូចឧទាហរណ៍អញ្ចឹងនៅក្នុង table របស់ខ្ញុំគឺផ្ទាំងវាផ្ទៃ background គឺពណ៌សអញ្ចឹងដើម្បីឲ្យងាយស្រួលមើលខ្ញុំដាក់ពណ៌ខ្មៅប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ចូលចិត្តទេឬក៏ picture ខ្ញុំក៏អត់ស្រឡាញ់ពណ៌ខ្មៅ 100% ដែរខ្ញុំអាចប្រើខ្មៅ 80 ឬក៏ 90% នេះចំនួននេះខ្មៅ 90% ដើម្បីកាត់បន្ថយ contrast ភ្នែកយើងកុំឲ្យមើលទៅ report វាដូចជាពិបាកមើលខ្លាំងពេកបន្ទាប់ពីចាក់ពណ៌ background header ជាមួយនឹង change font ហើយឥឡូវខ្ញុំនឹង adjust កន្លែងខាងលើគឺ header នេះខ្ញុំចុច bold ខ្ញុំយកលេខ14ហើយខ្ញុំចាក់ពណ៌ខៀវតោះមកខ្ញុំយកពណ៌សដើម្បីបង្ហាញអញ្ចឹងនេះគឺជា section actual performance ឥឡូវខ្ញុំចូលទៅកាន់ section projection ឬក៏ focusing projection អ្នកទាំងអស់គ្នាប្រហែលជាឃើញខ្ញុំទុក gap ឡើងនេះមួយយើងអាចទុក gap ក៏បានយើងអាចទុក gap ក៏បានយើងអាចភ្ជាប់វាក៏បានវាអាស្រ័យទៅលើ technique ឬក៏ the way ដែល unique style ដែលបងប្អូនពេញចិត្តទេសម្រាប់ខ្ញុំទុក space កន្លែងហ្នឹងដើម្បីបង្ហាញថានេះគឺជា section ទី1ហើយនេះគឺជា section ទី2តោះមកខ្ញុំចូលនៅក្នុងនេះអូខេអញ្ចឹងបើយើងប្រមើល sample វិញគឺខ្ញុំត្រូវមាន last month month grow average last 3 month ហើយនឹង run rate អូខេអញ្ចឹងដំបូងខ្ញុំត្រូវប្រើខ្ញុំមក last month ហើយដែលมันវាចេញពណ៌ខៀវអូតូអានេះគឺជា automatic Excel ដែលវាអាចដឹងថាអូខេឲ្យតែជួរហ្នឹងគឺមាន header ហើយអញ្ចឹង header ត្រូវចាក់ពណ៌ខៀវវា style ដែលវាដេញតគ្នារហូតណាអញ្ចឹងបើសិនជាយើងអត់ពេញចិត្តទេយើងអាចដូរបានតែឥឡូវខ្ញុំមិនតន់ដូរទេហេតុអីខ្ញុំទុកដូរពេលក្រោយហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាហេតុអីបានខ្ញុំដូរតោះមកឥឡូវយើងមើលសិនថាអូខេឥឡូវខែហ្នឹងយើងលក់បាន 5000 ចុះខែមុនខ្ញុំលក់បានណាអញ្ចឹងខ្ញុំត្រូវបង្កើតកន្លែងមួយទៀតតែខ្ញុំដាក់ឈ្មោះថា month to date last month អញ្ចឹងនេះគឺជាប្រភេទ hyper sale អញ្ចឹងបើសិនជាថ្ងៃហ្នឹងខ្ញុំធ្វើការបាន16ថ្ងៃអញ្ចឹងខែមុនក៏ខ្ញុំត្រូវ compare ជាមួយនឹង6 10ថ្ងៃដូចនេះដែរឧទាហរណ៍ណាឥឡូវខ្ញុំដាក់16 March 2025អូខេអញ្ចឹងនេះគឺជាថ្ងៃខែហើយនេះបើខ្ញុំដាក់16 March 2025ដោយសារខ្ញុំចង់ compare period ពេលវេលាដូចគ្នារវាងខែនេះនិងខែមុនដើម្បីដឹងថា performance ខ្ញុំល្អអត់បើសិនជាធៀបជាមួយនឹងការលក់នៅក្នុងកំឡុងពេលប្រហាក់ប្រហែលគ្នាអញ្ចឹងដូចក្នុងឧទាហរណ៍នេះអញ្ចឹងគឺខ្ញុំលក់បាន6 10ថ្ងៃដូចគ្នាចាំមើលតើ result របស់ខ្ញុំមួយណាល្អជាងខ្ញុំចូលលេងនេះមកខ្ញុំស្មើ sum if អញ្ចឹងយើងនៅតែប្រើ sum if f ដដែលតែខ្ញុំចូល phone cell ខ្ញុំ select ជួរ5ដើម្បីបូកដដែលកន្លែង year នេះខ្ញុំត្រូវតែយក2025វា1កន្លែង month ខ្ញុំត្រូវយកខែ3ហេតុអីដោយសារតែខែមុនគឺខែ3វា1តមកខ្ញុំត្រូវ select cell date ចុច cell date មកវា1ខ្ញុំ go back ទៅកន្លែង practice report នេះគឺខ្ញុំត្រូវ select កន្លែងនេះខ្ញុំត្រូវ remove នេះសិនវាត្រូវនៅក្នុងខែ3ប៉ុន្តែវាត្រូវតូចជាងឬស្មើនឹងថ្ងៃ16ខែ3ចុចនេះទៅវ៉ាវអញ្ចឹងមានន័យថាខែមុនខ្ញុំលក់បានច្រើនអូខេខ្ញុំភ្លេចបញ្ចូលលេខ Excel អូខេអានេះជា real practical នៅពេលដែលយើងធ្វើយើងតែញ៉ាំ back and forth អញ្ចឹងហើយបានវីដេអូនេះគឺខ្ញុំអត់កាត់ទេគឺខ្ញុំ show វីដេអូទាំងដល់អ្នកនរគ្នាពី real time ដែលនៅពេលដែលយើងធ្វើ report បើខ្ញុំចូលឡើង phone cell ដដែលខ្ញុំ select ជួរ D គឺថាវាបាំងខ្ញុំវាយចូលមក select ជួរ D ហើយខ្ញុំចូលឡើង practice report វិញខ្ញុំ select ចូលឈ្មោះ cell ចុចប៉ុណ្ណឹងចុចអូខេអញ្ចឹងខ្ញុំបាន cell ឈ្មោះសុកតារាគាត់ក៏លក់បាន19000ខ្ញុំចូល C មកអូខេខុសទៀតហើយគឺកន្លែងនេះ design ខ្ញុំអត់បាន lock អញ្ចឹងខ្ញុំត្រូវ lock range សិន
ពីមក pass formula ខ្ញុំទៅបូកអញ្ចឹងនេះគឺជាតួលេខខែមុនរបស់ខ្ញុំប៉ុន្តែខ្ញុំអត់ទាន់ឆេងអីអញ្ចឹងខ្ញុំនឹងទៅបន្តទៀតសិនខ្ញុំទៅបន្តទៀតខ្ញុំត្រូវរ man on man grow ខ្ញុំ select មកត្រូវអត់ man on man grow អូខេមកអំគឺជាការរកពីលទ្ធផលធៀបតើខែហ្នឹងនិងខែមុនខ្ញុំលក់ល្អជាងឬក៏លក់រៀងធ្លាក់ជាងមុនអញ្ចឹងចុចស្មើយកតួលេខខែថ្មីចែកជាមួយនឹងតួលេខខែចាស់តមកដក1អញ្ចឹងអ្នកនរគ្នាអាចចាំពីរូបមុនបាទសន្តិអូអញ្ចឹងមានន័យថា cell នេះគឺគាត់លក់ធ្លាក់ 72% ធៀបជាមួយនឹងពេលវេលាដដែលអញ្ចឹងខែហ្នឹងក៏លក់បាន 5000 ខែមុនក៏លក់បានឡើង 19000 គិតថាថ្ងៃដូចគ្នាថ្ងៃ16ដូចគ្នាអញ្ចឹងចុច copy ដល់មកចុច off មកចាំមានន័យថាបើយើងធៀបពីលទ្ធផលទូទាំងប្រទេសរបស់យើងហ្មងគឺយើងធ្លាក់ 7% ហើយ cell យើងមាន3នាក់ដែលគាត់មាន4នាក់5នាក់ច្រឡំមាន5នាក់ដែលគាត់លក់លើសពីលទ្ធផលការលក់ខែមុនរបស់គាត់ជា cell នេះចឹងគាត់លក់ខែមុនក៏លក់បាន 10000 ខែនេះក៏លក់បាន 12000 ឥឡូវខ្ញុំរកអាហ្នឹងហើយខ្ញុំទៅរកលទ្ធផលមួយទៀតគឺ average last 3 month គឺជាការលក់3ខែចុងក្រោយអញ្ចឹងមុននឹងខ្ញុំ create like average last 3 month ចុងក្រោយខ្ញុំត្រូវតែបង្កើត start date end date សិនអញ្ចឹងខ្ញុំត្រូវចង់ដឹងថា average start ពីណាដល់ណាយើងត្រូវប្រាប់ Excel ថាបើសិនជាខែហ្នឹងខែ4អញ្ចឹង average last 3 month គួរទៅ start ពីខែណារហូតដល់ខែណាអញ្ចឹងខ្ញុំមាន start date គឺថ្ងៃ1 Jan 2025និងមួយទៀតគឺ ended ថ្ងៃ31 March 2025ចឹងនេះគឺជាចំនួនរយៈពេល90ថ្ងៃឬក៏3ខែចុងក្រោយអ្នកទាំងអស់គ្នាអាច create ប្រើថ្ងៃ90ថ្ងៃចុងក្រោយក៏បានដែរប៉ុន្តែហេតុអីបានខ្ញុំដាក់អញ្ចឹងទីទៀតខ្ញុំនឹងពន្យល់អ្នកទាំងអស់គ្នាចឹងនៅក្នុងរូបមន្ត average last 3 month ចឹងនៅកន្លែង average last 3 month នេះគឺខ្ញុំត្រូវបញ្ចូលព័ត៌មានមួយចំនួនអញ្ចឹងខ្ញុំស្មើ sum if បន្ទាប់មកខ្ញុំចូលកន្លែង summary ឬក៏ជាកន្លែងដែលបង្ហាញពីលទ្ធផលនៃការលក់អញ្ចឹងខ្ញុំ select sum ជួសសិនបន្ទាប់មកនៅកន្លែង date នេះគឺខ្ញុំនឹងដាក់ period last 3 month ទៅតាមថ្ងៃខែដែលខ្ញុំ set នៅក្នុង practice report អញ្ចឹងខ្ញុំចុចពី column A នេះដល់កន្លែង practice report នេះយើងទៅលុបឡើងនេះចោលអូខេគឺចាប់ផ្ដើមពីធំជាងឬស្មើនឹងគឺចាប់ផ្ដើមពីថ្ងៃ start date នេះគឺវា1ចូលទៅកន្លែងមិញដដែលសំទោសនៅក្នុងនេះអូខេមកចុច column A ដដែលគឺវាមួយទៀតចុច2តូចជាងឬស្មើនឹងហើយយើងចូលកន្លែង practice report នេះមកយើងយកឈ្មោះ cell សំទោសយើងយក ended គឺវាអត់តន់ចប់ទេមិញខ្ញុំ click កន្លែងហ្នឹងគឺវាបន្តទៀតយើងចូលកន្លែង phone cell ដដែលលើកនេះដោយសារយើងត្រូវ select cell ស្មើអញ្ចឹងខ្ញុំ select DD គឺវាមួយតមកខ្ញុំចូលកន្លែង practice report ខ្ញុំ select ឈ្មោះ cell ទាំងអស់ខ្ញុំចុច enter ឥឡូវគឺខ្ញុំឃើញហើយគឺខ្ញុំលក់បាន 60000 ប៉ុន្តែយើងអត់តន់ចប់ទេរូបមន្តហ្នឹងគឺវែងជាងហ្នឹងគឺយើងត្រូវបិទរូបមន្តហ្នឹងទាំងអស់តមកខ្ញុំចែកនឹង3ហេតុអីបានខ្ញុំចែកនឹង3ព្រោះដើម្បីរក average ដូចយើងចង់រក average ក្នុងរយៈពេល3ខែចុងក្រោយអញ្ចឹងមានន័យថាយើងលក់មួយខែបានប៉ុន្មានអញ្ចឹងខ្ញុំត្រូវចែកនឹង3ចូលទៅខែទី1លក់បាន 10000 ខែទី2លក់បាន 10000 ខែទី3លក់បាន 10000 ទៀតអញ្ចឹងមានន័យថា average មួយខែខ្ញុំលក់បាន 10000 ហេតុអីបានខ្ញុំធ្វើអញ្ចឹងគឺខ្ញុំយកតួលេខ 10000 ហ្នឹងបូកចូលគ្នាទាំង3ហ្នឹងទៅបន្តមកចែកនឹង3ហើយបើសិនជាអ្នកទាំងអស់គ្នាអត់យល់ទេអាចទៅមើលរូបមន្តមកជុំពាក្យបានតោះខ្ញុំចុច enter ប៉ុន្តែកុំភ្លេចខ្ញុំតែតែភ្លេចរឿងមួយគឺ lock rate តែម្ដង
cho nên nó UTH này nhầm thử lock rank sẵn cũng ao rút cho khổ ở đây bạn nhầm lock lại anh ta lên những cái sao cũng ao vi rút cho khổ chẳng đục muốn bao nhiêu cứ dừng pha đục muốn lừa cho khổ chẳng chi viết cũng ao virus đỉnh mấy nhầm thời ta lock lại bởi dương lock lại ngã xó nên thay dương cũng ao virus tơ sẽ đầm rồi có rút tới chuột chẳng nhầm lock lại xóa một tiết cho phí formula cái này ní cứ admin result đấy mình trình lịch số hay đây vừa tha ní kia total cái là bây total dương từ phở trục một average má average select từng má enter trên ní kia average khái cứ quạt hồ bán cái tung pi mờ nâng trong khối nhom thở rô run rate ok run rate cái run rate bọc chẳng nhom trong phở chu bay xuống muối xem chọn nữa thay nhưng đừng rồi average mà ngày chắc là bảy đăng chẳng bán cứ dùng rock ok full run rate từ bốn rồi average mà ngày sinh smart là tập họ lúa chay chỉ mùi là ngày để dùng bán thức ăn rồi ok chẳng nhom thức ăn của mùi đậm ngáy nhưng bán mã nhưng bán bèm quan thôi chẳng nhom person gì nhom vô bèm quan nó chay của mùi đậm ngáy bên đây tầm một ngày nhom rồi bán chỉ bay rồi sai sụp là thế tao nói nhom vô bay rồi sai sụp là nắng vừa từ côn nắng chỉ mùi nắng sam sụp ngày ồ nhưng bọn bạn phải cả chẳng hai đấy bạn nhom côn nắng sam ồ nhom thời côn nắng thời nhom côn nắng sam sụp ngày khai bốn nhưng miếng sam sụp ngày chẳng nhom thời côn nắng sam sụp ngày mới thấy nhưng vô average ngày mà ngày nắng vô từ côn chỉ mùi nắng ngay giờ đọc này khai nè bắt tay trong môn cái cái gọi kết một phây pí ngay được cô working để về slide được trong môn ấy trong môn class thì gặp kèm ngay trong cái kết tại ngay để thức cái trong môn class thức một mỗi ngày cái kết tại mỗi ngày thức cái ai trong môn class tiết cái kết sam một ngày pính như được cô sam một ngày pính chẳng hạn slide từ từ tam trong môn mỗi na để make sense chứ thì đừng phở mình kho nhung thời quân cuốn nắng sam sụt ngày chúng ta phải bật phải đặt lock sẵn ở bài mòn mình phải chân chích phạt chẳng bật tam estimation nhom ai lụa ban mà pay buôn mớn thiệp cho mùi target bao nhiêu cứ cùng buôn đậm mớn chị ở lấy nhom ban ro khơi tôi lấy bao nhiêu tôi nói nhưng chập đám trôi được lại điệp chấm vì những customer đi qua chứ không đã bắt tọt sẵn tôi bị đạp bắt tọt hết nhưng tới cái của tại sao vì chỉ section P không này chẳng nhom nâng pra pop sen như này nó ní nhom nâng phở po hiện xẻ chứ là bởi bằng hán pom như thế này thì dẫn chẳng nó bây giờ nhom phở po xẻ nhom phở po nó không có soi đặt mình là bởi vì reflect bởi vì contrast này nó dương nghi mưa không cảm trong khối thì sai này nhom kết hà hàng khổn ní dương thời tại miền bầu được có chuyên cái nhom phở po và thèm bởi hai ha và toàn mônนี้คือ gì toàn total chứng the way để dương customize rồi the way để dương hiệp trong report nóคือถ่ายทอดdương vừa tại thống mở tạiว่าbản thân dương miền section được nhom chứ và section dương to khổm tiền từ to tiết dương mà trong bài đặt chạm po background của bạn này và ta bắt đôi nhom dân trong nhom miền section đây đinh vì chuyên sẽ làm chẳng nhom thời ta tam section mỗi cứ nhom thời ta cho này bỏ vớiอย่าง ណា ឲ្យវាមើលទៅរៀងខុសប្លែកគ្នាដូច actual performance ខ្ញុំមានគ្រប់មួយពណ៌តមកនៅក្នុង projection ខ្ញុំមានគ្រប់ពណ៌ដល់ពេលដែលយើងប្រើ header យើងត្រូវតែ bold អាច12ឬក៏14ហើយអាស្រ័យទៅលើ percentage អ្នកទាំងអស់នេះគេថា12ស្អាតឬក៏14ស្អាតយើងអាចដាក់បានតែមិញខ្ញុំដាក់14ហ្នឹងវាឃើញធំពេកចឹងខ្ញុំអត់ប្រើតមកនៅខាងក្នុងយើងគួរកុំប្រើ style អីទាំងអស់ជាវាង style យើងគួរតែដាក់ data ទៅទេហើយនៅក្នុង report នេះគឺខ្ញុំប្រើ tabular structure អញ្ចឹងយើងមាន dimension នៅខាងឆ្វេងតមកយើងមាន column ជា measurement ហើយយើងនៅក្នុងនោះគឺមាន result និងចុងក្រោយគឺយើងមាន total ឥឡូវខ្ញុំទៅប្រាប់អ្នកទាំងអស់គ្នាពី tip តូចៗមួយទៀត
នៅក្នុង report ទីមួយខ្ញុំត្រូវ customize សិនអញ្ចឹង report ខ្ញុំមិនចង់ឃើញថាវានៅលើសយ៉ាងហ្នឹងខ្ញុំចុច control x មកដើម្បីកាត់វាខ្ញុំដាក់ក្នុងនេះហើយខ្ញុំធ្វើការ remove កន្លែងនេះចោលដើម្បីឲ្យឃើញស្អាតជាងមុនហើយខ្ញុំបញ្ចូលកន្លែងនេះគឺដាក់ group ហេតុអីបើខ្ញុំប្រើ group គឺដើម្បីងាយស្រួលអញ្ចឹងកន្លែងនេះយើងមាន data យើងយកកន្លែង group មកខ្ញុំបិទ report ដើម្បីមើលទៅវារៀងស្អាតជាងមុនក្នុង example នេះខ្ញុំរៀងខុសតិចអញ្ចឹងខ្ញុំគួរតែដាក់ចុះ Chrome តិចតមកខ្ញុំត្រូវតែចូល data ខ្ញុំ ungroup សិនខ្ញុំត្រូវបន្ថែមមក column ទៀតខ្ញុំមើល regroup ហើយខ្ញុំ hide តែនៅពេលដែលយើង hide ហ្នឹងទៅវាមានភាពស្រស់ស្អាតជាងមុនកុំឲ្យតួលេខហ្នឹងវាឃើញប៉ុន្តែយើងនៅតែត្រូវការតួលេខទាំងអស់ហ្នឹងដូចឧទាហរណ៍ថាខ្ញុំត្រូវធ្វើថ្ងៃស្អែកខ្ញុំគ្រាន់តែ change កន្លែងនេះតិចមកខ្ញុំ change ពី16ទៅជា17ជាង result របស់ខ្ញុំគឺ change ទាំងអស់ដូចគ្នានៅកន្លែង start date and date នេះនៅពេលតែខែថ្មីខ្ញុំគ្រាន់តែដូរថ្ងៃមកអញ្ចឹងខ្ញុំអត់ចាំបាច់ repeat នឹងដែរមានតែមួយខែខ្ញុំ change តែម្ដងនេះនៅពេលដែលយើងប្រើ report ជាមួយ Excel យើងអត់ចង់ redundant ឬក៏យើងអត់ចង់ទៅកែរូបមន្តទាំងមួយដូចនៅក្នុងនេះចឹងតែបាត់ខ្ញុំខុសអញ្ចឹងខ្ញុំដាក់គុណនឹង30អញ្ចឹងខ្ញុំមាន chapter column total work total day of month យើងមាន30ថ្ងៃតោះមកខ្ញុំកន្លែងហ្នឹងខ្ញុំ refer ទៅគុណអាហ្នឹងវិញដើម្បីឲ្យងាយស្រួលខ្ញុំវា copy ខ្ញុំ paste ជា formula អូខេតាន់តោះមកខ្ញុំ hide នេះចោលដើម្បីវាមើលឃើញទៅស្អាតហើយយើងមកមើលចំណុចតូចដែលយើងគួរតែគិតធម្មតានៅពេលដែលយើងបង្ហាញតួលេខយើងអត់គួរបង្ហាញវាអត់មានក្បៀសទេយើងគួរតែមានក្បៀសរៀងរាល់3ខ្ទង់ម្ដងអញ្ចឹងជួយលេខនេះមកក្បៀសតោះមកខ្ញុំ remove យើងអត់គួរបង្ហាញក្បៀសពីក្រោយហ្នឹងហេតុអីដោយសារតលេខយើងវាធំខ្លាំងអញ្ចឹងទោះបីយើងបង្ហាញអាហ្នឹងក៏វាអត់ show clean ដែរយើងមើលទៅវាអាច messy អញ្ចឹងចំពោះលេខដែលនៅក្រោយក្បៀសយើងគួរតែកុំបង្ហាញវាបើសិនជាមិនចាំបាច់អញ្ចឹងឥឡូវខ្ញុំមើលឃើញដឹងភ្លាមគឺ9-10,000ហេតុអីដោយសារតែខ្ញុំមានក្បៀសដូចគ្នានៅកន្លែង last month កន្លែង last 3 month ហើយនិងកន្លែង current rate ក៏យើងត្រូវបង្ហាញយើងត្រូវដាក់ក្បៀសហើយយើង remove 0ក្រោយក្បៀសចោលទាំងអស់ដើម្បីឲ្យ report នោះវាមើលទៅ clear បន្ទាប់មកយើងត្រូវគិតពីចំណុចមួយទៀតធម្មតាយើងគាត់អ្នកអាន report នៅពេលដែលគេមើល report គេចង់ទទួលបានព័ត៌មានលឿនគេចង់ដឹង result លឿនអញ្ចឹងយើងត្រូវតែដាក់អីមួយដើម្បីបង្ហាញថាអូយើងនៅខ្វះប៉ុន្មានទៀតឬក៏ល្អឬក៏ខ្វះអញ្ចឹងដើម្បីធ្វើចឹងបានយើងត្រូវប្រើ conditional formatting នៅកន្លែង percentage actual នេះវាជាកន្លែងដែលបង្ហាញពីលទ្ធផលតើវាគៀកជាមួយនឹង performance នៅអញ្ចឹងខ្ញុំចូលចិត្តបង្ហាញដាក់ពណ៌នៅកន្លែងហ្នឹងដើម្បីឲ្យអ្នកមើលគេដឹងថា performance របស់គេឆ្ងាយឬក៏ជិតទោះបីយើងដឹងថា29% តែ29%ហ្នឹងឆ្ងាយឬជិតអញ្ចឹងដើម្បីដោយសារផ្នែកមនុស្សយើងគាត់មើលពណ៌អញ្ចឹងយើងចង់ឲ្យអ្នកមើលយើងមើលឆាប់ដឹងអញ្ចឹងយើង select ឡើងហ្នឹងមកតោះmìnhចូលឡើង conditional formatting ខ្ញុំចូលឡើងdata bar ខ្ញុំយក solid fill ឬក៏អ្នកទាំងនេះអាចប្រើបោះ Q ខ្ញុំប្រើបៃតងប៉ុន្តែនៅពេលដែលយើង set solid fill ភ្លាមវាចាប់យកអា min អាតូចបំផុតហ្នឹងហើយនឹងអាធំបំផុតអញ្ចឹងខ្ញុំអត់ចូលចិត្តអញ្ចឹងទេអញ្ចឹងខ្ញុំ select មកខ្ញុំចូលឡើង conditional formatting ចូលឡើង manage rule តោះមកនេះគឺជា rule ដែលខ្ញុំបាន set rule ហ្នឹងគឺច្បាប់ដែលខ្ញុំដាក់យើង set វាឲ្យវាចាប់បោះបៃតងពីតូចទៅធំខ្ញុំចូលឡើងហ្នឹងមកចុច edit rule នៅក្នុង rule នេះគឺ automatically វាដាក់ថា minimum automatic maximum automatic អញ្ចឹងវាចាប់ពីលេខតូចទៅលេខធំប៉ុន្តែខ្ញុំអត់ចង់បានអញ្ចឹងទេដោយសារតែ result របស់យើងគឺមានតែ 0% រហូតដល់ 100% ឬក៏លើស 100% តែសំខាន់គេចង់ដឹងគ្រាន់តែចង់ពេលដែលគេមើល target គេគ្រាន់តែចង់ដឹងថាខ្ញុំ achieve នៅខ្វះប្រហែល%ទៀតអញ្ចឹងកន្លែង automatic ខ្ញុំដូរទៅដាក់ number ខ្ញុំចូលចិត្តប្រើ number ដោយសារវាស្រួល convert អញ្ចឹង number របស់ខ្ញុំគឺ start ពីលេខ0ទៅដល់លេខ1មានន័យថាពី0ទៅដល់ 100% 100% វាចែកជាក្បៀសអញ្ចឹងបើសិនជាយើង convert វាជា number គឺ start ពីលេខ1 start ពីលេខ0រហូតដល់លេខ1ចុះអូខេ apply អូខេអញ្ចឹងយើងមើលដឹងភ្លាមថាមាន2នាក់ achieve target
តមកយើងមានម្នាក់ទៀតចិត្ត achieve ហើយយើងមាន3នាក់កំពុងតែបានវាកដាផ្លូវហើយមាន3នាក់ទៀតគឺនៅ clear ឆ្ងាយមែនទេ6 10ថ្ងៃអត់បាន 50% ទៀតគឺអញ្ចឹងនៅពេលដែលយើងមើល report គឺយើងឃើញថាលឿនម្ដងយើងអាចចាប់បានផ្នែកលឿនបន្តមកមួយទៀតតកតងទៅនឹង grow មួយទៀតអញ្ចឹងតកតងទៅនឹង grow កន្លែងនេះគឺធម្មតាយើងចង់ដឹងថាខាងហ្នឹងយើងល្អជាងខាងមុនឬអត់ឥឡូវយើងមានទួលលេខថាមាន share ខ្លះគាត់លក់បានល្អមានកើនដូចកើន 55% មាន share ខ្លះគាត់លក់ថយទៅវិញដក 72% ប៉ុន្តែខ្ញុំត្រូវតែបន្ថែមពណ៌កន្លែងហ្នឹងដើម្បីឲ្យអ្នកមើលគាត់ងាយស្រួលមើលដូចគ្នាយើងគ្រាន់តែកន្លែងផ្លាស់យើងដឹងមកថា sale ណាលក់ល្អជាងខែមុន sale ណាដែលលក់អន់ជាងខែមុនដើម្បីធ្វើចឹងបានខ្ញុំគាត់ select មកខ្ញុំចុច conditional formatting ខ្ញុំយកឡើង icon set អញ្ចឹងនៅក្នុង icon set យើងមានច្រើនទៅតាមការនិយមចូលចិត្តទេប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តឡើងលើកណ្ដាលហើយនឹងចុះក្រោមប៉ុន្តែនៅពេលដែលយើង apply ភ្លាមវាអត់ set up smoothly ទេដោយសារយើងត្រូវ set criteria នៅក្នុងចិត្តរបស់យើងដែរជាងចុចកន្លែងនេះមក manage rule edit rule ឥឡូវយើងមកមើល rule របស់ខ្ញុំអូខេនៅពេលដែលវាតូចជាង33វាជាពណ៌ក្រហមនៅពេលដែលវាធំជាង33ធំជាងឬស្មើ33តែតូចជាងស្មើ67វាចេញសញ្ញាស្មើប៉ុន្តែខ្ញុំមិនចង់បានអញ្ចឹងទេខ្ញុំចង់ថាបើគាត់លក់ក្រូបើសិនជាគាត់លក់ខំក្រូរបស់គាត់ហ្នឹងគឺខំ0ឲ្យចេញពណ៌ក្រហមហើយបើសិនជាលើ0សូមមកចេញពណ៌បៃតងចុះឲ្យតែ cell ហ្នឹងគាត់លក់ក្រូហើយតោះខ្ញុំ change ទៅ number ចុច OK មកអញ្ចឹងរាល់ cell ដែលគាត់លក់ធ្លាក់អូខេ cell នេះគាត់លក់ធ្លាក់ចេញពណ៌ក្រហមឡើងចេញពណ៌បៃតងធ្លាក់ទៅដាក់ចេញពណ៌ក្រហមឡើងចេញពណ៌បៃតងហើយបើសិនជាធ្លាក់ចេញពណ៌ក្រហមចឹងនេះគឺជា rule ដែលខ្ញុំ set ហើយយើងត្រឡប់ទៅមើលវិញនៅកន្លែង icon set ឬកន្លែង manage rule ទៅមក edit rule ចឹងនៅក្នុងនេះបើក្រហម0គឺឲ្យចេញពណ៌ក្រហមក្រៅពីហ្នឹងគឺចេញពណ៌បៃតងទាំងអស់ចុច OK មកចឹងយើងមកអូខេចឹងនៅក្នុងឧទាហរណ៍នេះខ្ញុំគ្រាន់ show អ្នកទាំងអស់គ្នាពី basic តទៅទៅនឹងការធ្វើ report ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានឃើញការអនុវត្តក៏ដូចជាការធ្វើ report របស់ខ្ញុំគិតថាអ្វីដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នានេះវានៅ basic នៅឡើយដោយសារតែយើងមាន advanced way ដែលយើងអាចធ្វើ report បានហើយក៏មានច្រើន technique នៅក្នុងការធ្វើ report ដូចគ្នាប៉ុន្តែខ្ញុំអត់ expect ថាខ្ញុំនឹងអាចបង្ហាញរបស់ទាំងអស់នេះទៅអ្នកទាំងអស់គ្នានៅក្នុងរយៈពេលខ្លីបាទនេះអ្នកទាំងអស់គ្នាគ្រាន់តែមើលពីអ្វីដែលខ្ញុំបានបង្ហាញហើយសាកល្បងធ្វើដោយខ្លួនឯងឬក៏ស្រាវជ្រាវបន្ថែមទៀតដោយសារចំណេះដឹងទាក់ទងនឹង Excel វាធំទូលំទូលាយមែនតើហើយយើងអាច restrict ត្រឹមតែ small box មួយបានទេហើយខ្ញុំក៏អាច define ថាមានវិធីតែមួយហ្នឹងឯងក្នុងការធ្វើវាមានវិធីច្រើនជាងហ្នឹងទៀតដែលយើងអាចធ្វើ Excel បានប៉ុន្តែវាតម្រូវយើងធ្វើការស្រាវជ្រាវដោយសារ tool របស់យើងកាន់តែវិវត្តទៅមុខទៀតហើយដូច្នេះអ្នកទាំងអស់គ្នាអាចយកចំណុចនេះទៅមើលបានហើយបើសិនជាចាប់អារម្មណ៍ជាមួយនឹង data science ខ្ញុំជឿថាអ្នកទាំងអស់គ្នាគួរតែចាប់ដើមរៀន Excel អរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីវីដេអូទី1រហូតមកដល់វីដេអូចុងក្រោយនេះអញ្ចឹងនេះគឺជាចុងបញ្ចប់នៃវគ្គ Advanced Excel for Reporting នៅក្នុងវគ្គក្រោយៗទៀតខ្ញុំនឹងពន្យល់អ្នកទាំងអស់គ្នាពី Advanced Excel មួយផ្នែកទៀតដូចជា Power Query Power Pivot ឬក៏ technique នៅក្នុងការប្រើប្រាស់ Pivot Table បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះជួយ Subscribe channel YouTube របស់ខ្ញុំឬក៏អាចចូល channel Telegram ខ្ញុំនឹងពន្យល់បន្ថែមទាក់ទងទៅនឹងមេរៀនទាំងអស់នេះហើយនៅមេរៀនច្រើនទៀតដែលខ្ញុំនឹងកំពុងតែរៀបចំអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត